ในក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការយល់សប្តិឃើញសត្វនាគខ្ញុំជឿថាមានមនុស្សជាច្រើនដែលគាត់ធ្លាប់ជួបប៉ុន្តែសួរថាតើការយល់សប្តិឃើញនាគនឹងជារឿងល្អឬមួយក៏មិនល្អចម្លើយគឺវាមានទាំងពីរយ៉ាងហើយបើសួរថាធ្វើមិនដឹងល្អធ្វើមិនដឹងមិនល្អអាហ្នឹងគឺវាអាស្រ័យលើសាច់រឿងនៅក្នុងការយល់សប្តិរបស់យើងហ្នឹងការយល់សប្តិភាគច្រើនគឺវាជាវាសនាប៉ុន្តែអត់សូវពិបាកកាត់យល់ប្រហែលនេះហើយការយល់សប្តិខ្លះគឺគេចង់ប្រាប់ថាយើងនឹងមានអ្នកមកតាមថែរក្សាតាមផ្លូវងឹតបើយល់សប្តិខ្លះទៀតគឺគេចង់ប្រាប់ថាយើងកំពុងតែមានទារកមានអ្នកដែលមកចាប់កំណើតជាមួយនឹងយើងនឹងជាប់ខ្សែស្រឡាយសត្វនាគប៉ុន្តែការយល់សប្តិខ្លះទៀតគឺជាការប្រាប់ដំណឹងឲ្យយើងដឹងថាយើងអាចនឹងមានគ្រោះនៅក្នុងពេលខាងមុខខ្ញុំលើកឧទាហរណ៍ខ្លះទាក់ទងជាមួយនឹងសាច់រឿងនៃការយល់សប្តិឲ្យបងប្អូនស្ដាប់ឧទាហរណ៍ទី1ឧទាហរណ៍ថាបើសិនជាបងប្អូនយល់សប្តិឃើញសត្វនាគហ្នឹងវាមកពាត់ពេនជុំវិញយើងប៉ុន្តែវាអត់ធ្វើអីយើងទេវាគ្រាន់តែមករបៀបដូចជាការពារយើងនៅក្នុងសុបិនហ្នឹងអាហ្នឹងគឺបានន័យថាយើងមានអ្នកដែលគេតាមថែរក្សាតាមផ្លូវងឹតហ្នឹងមានអំណាចខ្លាំងប៉ុន្តែបើសិនជាបងប្អូនយល់សប្តិឃើញថាសត្វនាគហ្នឹងវាឲ្យសកាវាជំរុះសកាឲ្យវាពណ៌មកໄວមកឲ្យឬមួយក៏យើងទទួលបានគ្រឿងអលង្ការពីសត្វនាគឬមួយក៏ជារូបនាគក្តីអាហ្នឹងគឺបានន័យថាយើងអាចនឹងមានកូនដែលមកចាប់កំណើតហ្នឹងជាខ្សែស្រឡាយនាគហើយពាក់ព័ន្ធជាមួយនឹងសត្វនាគប៉ុន្តែបងប្អូនត្រូវប្រយ័ត្នរឿងមួយបើសិនជាករណីបងប្អូនយល់សប្តិឃើញសត្វនាគហ្នឹងមកសុំអីពីយើងត្រឡប់ទៅវិញឬមួយក៏ហៅយើងឲ្យត្រឡប់ទៅវិញអាហ្នឹងមិនមែនជារឿងល្អទេការយល់សប្តិឃើញបែបហ្នឹងគឺអាចបង្ហាញថាយើងកំពុងតែចិត្តមានគ្រោះដល់អាយុជីវិតឬមួយក៏ជាសាច់ញាតិបងប្អូនរបស់យើងណាម្នាក់អាចនឹងឆាប់មានគ្រោះថ្នាក់ដល់អាយុជីវិតនៅក្នុងពេលខាងមុខហ្នឹងហើយអញ្ចឹងអាហ្នឹងតាមពិតអត្ថន័យនៅក្នុងការយល់សប្តិចុងក្រោយមួយនេះគឺគេចង់មានន័យថាអ្វីដែលពាក់ព័ន្ធជាមួយនឹងយើងកាលពីមុនហ្នឹងគឺវាមានពាក់ព័ន្ធគ្នាជាមួយនឹងសត្វនាគហើយក៏វាដល់ពេលដែលគេត្រូវទៀមទាយកត្រឡប់ទៅវិញដែរបើយកល្អបងប្អូនគួរតែប្រញាប់ទៅរកគ្រូណាបកែឲ្យគេជួយគុណគូមើលហើយធ្វើពិធីកាត់គ្រោះរំដោះគ្រោះចេញអានឹងទៅវាល្អវាប្រសើរជាងយើងធ្វើហើយមិនរវីរវល់ជាមួយក្រែងលោអាចមានគ្រោះថ្នាក់ហើយជាចុងក្រោយខ្ញុំចង់រំលឹកដល់បងប្អូនថាការយល់សប្តិគឺវាកើតឡើងចំពោះមនុស្សគ្រប់គ្នាអញ្ចឹងវាមិនអាចយកជាការបាន 100% ទេប៉ុន្តែសម្រាប់មនុស្សខ្លះគឺវាឆុតការយល់សប្តិរបស់ពួកគាត់ហ្នឹងគឺអាចជាការប្រាប់សញ្ញាឲ្យបានដឹងមុនពីហេតុការណ៍ផ្សេងប៉ុន្តែបើសម្រាប់មនុស្សខ្លះទៀតវាគ្រាន់តែជាអារម្មណ៍នៃការដិតដាមរបស់យើងជួនកាលមកពីយើងមើលរឿងមើលអីខ្លាំងពេកទៅវាធ្វើឲ្យយើងយល់សប្តិឃើញបែបហ្នឹងអញ្ចឹងអានេះមិនប្រកាស 100% ទេប៉ុន្តែគ្រាន់តែថាជាអ្វីដែលខ្ញុំធ្លាប់ជួបកន្លងមកខ្ញុំយកមកចែករំលែកឲ្យបងប្អូនស្ដាប់